ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីម្ដងទៀតហើយពី Channel Cooking with Madam Chef សប្តាហ៍នេះនាងខ្ញុំនឹងបង្ហាញជូនពីវិធីធ្វើមុខម្ហូបមួយមុខដែលមិនប្រើសាច់ជាជម្រើសល្អសម្រាប់បងប្អូនដែលមិនចូលចិត្តទទួលទានជាតិសាច់ច្រើនចាមុខម្ហូបមួយមុខនេះមានឈ្មោះថាឆាតៅហ៊ូបំពងវិធីធ្វើយ៉ាងណានិងមានគ្រឿងផ្សំអ្វីខ្លះសូមតាមដានពីវិធីធ្វើជាមួយនឹងខ្ញុំទាំងអស់គ្នាហើយកុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំផងណាដើម្បីឆាតៅហ៊ូកុំឲ្យបែកបងប្អូនត្រូវជ្រើសរើសតៅហ៊ូដុំដែលរឹងមិនជ្រាយដំបូងកាត់តៅហ៊ូជាដុំជ្រុងតូចល្មមនិងងាយស្រួលទទួលទានយកដុំតៅហ៊ូដែលកាត់រួចទៅប្រឡាក់ជាមួយនឹងម្សៅឆាមុននឹងយកទៅបំពងយើងធ្វើបែបនេះដើម្បីឲ្យតៅហ៊ូស្រួយពីក្រៅនិងទន់នៅខាងក្នុងចាឥឡូវចាប់ផ្ដើមបំពងតៅហ៊ូដាក់ឆ្នាំងខ្ទះនិងដាក់ប្រេងឆាចូលពេលប្រេងចាប់ផ្ដើមក្តៅនឹងពពុះបន្តិចយើងដាក់តៅហ៊ូចូលបំពងបងប្អូនត្រូវបន្ថយភ្លើងត្រឹមមធ្យមបានហើយខ្លាចតៅហ៊ូឆាប់ខ្លោចបន្ទាប់ពីតៅហ៊ូក្រៀមល្អហើយយើងស្រង់ទុកមួយឡែកសិនចារួចហើយហាន់គល់ខ្ទឹមចំណាយស្លឹកខ្ទឹមទុកពេលចុងក្រោយហាន់ខ្ទឹមសនិងម្ទេស3ផ្លែបើសិនបងប្អូនមិនចូលចិត្តហឹរអាចបន្ថយឬមិនដាក់ម្ទេសតែម្ដងក៏បានដែរបន្ទាប់ពីគ្រឿងរួចរាល់ហើយយើងដាក់ឆ្នាំងនិងដាក់ប្រេងឆាចូលដាក់ខ្ទឹមសគល់ខ្ទឹមនិងម្ទេសរំលីងឲ្យឡើងក្លិនឈ្ងុយសិនរួចដាក់តៅហ៊ូបំពងចូលចាក់ទឹកស៊ីអ៊ីវ2ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយទឹកម្ទេស1ស្លាបព្រាបាយទឹកប៉េងប៉ោះ1ស្លាបព្រាបាយនិងស្ករសកន្លះស្លាបព្រាបាយឆាត្រឡប់តៅហ៊ូនិងគ្រឿងឲ្យចូលជាតិគ្នាសព្វល្អបន្ទាប់មកលាយម្សៅឆាកន្លះស្លាបព្រាបាយជាមួយនឹងទឹក1កូនចានចង្កឹះនិងកូរឲ្យរលាយរួចហើយចាក់ចូលទៅក្នុងឆាបងប្អូនឆាត្រឡប់ចុះឡើងប្រហែល30វិនាទីរួចបិទភ្លើងនិងរោយស្លឹកខ្ទឹមដែលបានហាន់រួចពីលើជាការស្រេចចាហើយពេលនេះឆាតៅហ៊ូបំពងឆ្អិនរួចរាល់សម្រាប់ទទួលទានហើយមុខម្ហូបនេះយើងទទួលទានជាមួយនឹងបាយសអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលទស្សនាវីដេអូនេះសូមជួយ Subscribe Channel របស់នាងខ្ញុំជួយ Like និងជួយ Share វីដេអូនេះផងសូមចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់នាងខ្ញុំបើសិនបងប្អូនមានសំណូមពរឬសំណួរអ្វីផ្សេងៗសូមមេត្តា comment នៅខាងក្រោមបងប្អូនក៏អាចចូលទៅកាន់គេហទំព័ររបស់ Cooking with Madam Chef ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតសម្រាប់ពេលនេះនាងខ្ញុំសូមអរគុណនិងសូមជម្រាបលា